បាទសួស្តីបងប្អូនទាំងគ្នាហ្នឹងហើយហ្នឹងចង់នាំបងប្អូនមកស្គាល់កន្លែងគេជីទូកមួយបងប្អូនហ្នឹងហើយកន្លែងគេជីទូកក្តោងនៅមាត់សមុទ្រចឹងបងប្អូនហ្នឹងហើយនេះសទូកឯករបស់យើងនេះបងប្អូនហ្នឹងហើយនៅលើស្ពាននេះវិញបងប្អូនហ្នឹងហើយសង្ហេងក៏ឃើញត្រីច្រើនណាស់នៅឃុំហ្នឹងហើយក៏មានគេស្ទូចដែរគេស្ទូចនៅឃុំហ្នឹងហើយត្រីទាំងវងខ្ញុំអត់យកស្ទូចមកបងប្អូនហើយស្ទូចថៃនេះមិនចេះស្ទូចបងប្អូនតើយើងទិញ license ស្ទូចថៃមិនបានស្ទូចហ្នឹងហើយបើយើងអត់មាន license នេះប៉ូលីសមកដល់ហើយបងប្អូនហ្នឹងហើយហើយកន្លែងនេះគឺកំពុងផែចតទូករបស់គេបងប្អូនហ្នឹងហើយទូកនេះគឺសិតតែអ្នកមានគេទិញទូកសម្រាប់ជិះដើរលេងពេលខែក្តៅខែអីចឹងបងប្អូនហ្នឹងហើយកន្លែងចតហ្នឹងគឺមិនចត free ដែរគឺជួលសិតតែអស់លុយទាំងអស់ហ្នឹងបងប្អូនហ្នឹងហើយក៏គិតលុយដែរបងប្អូនហ្នឹងនេះហើយគេជិះទូកលេងនៅកណ្ដាលសមុទ្របងប្អូនគេបើកក្តោងលេងហើយខ្យល់កាន់តែខ្លាំងគេជិះទូកកាន់តែសប្បាយអញ្ចឹងបងប្អូនហ្នឹងនៅកណ្ដាលសមុទ្រគេបើកក្តោងបើកអីជិះទូកទៅហើយបន្ទាប់មកខ្ញុំក៏បាននាំចង្ហេងទៅលេងនៅកន្លែងវាខ្សាច់បងប្អូនវាខ្សាច់កន្លែងគេមុខទឹកមុខអីលេងអញ្ចឹងបងប្អូនហ្នឹងហើយខ្ញុំមកដល់នេះគឺម៉ោង4ជាងហើយមកបានរកកន្លែងចតឡានហើយបើយើងមកម៉ោង3ម៉ោង4ហ្នឹងគឺអត់មានកន្លែងចតឡានទេបងប្អូនហ្នឹងតោះតែចង់មកលេងតោះតែគ្រប់មកលឿនតិចម៉ោង2 10ម៉ោងមិន10ថ្ងៃអញ្ចឹងទៅមកមុនគេបានមានកន្លែងចតហ្នឹងហើយនេះគឺកន្លែងវាខ្សាច់គេហ្នឹងហើយបងប្អូនហ្នឹងហើយគេដេកហាងៀតហាអីហ្នឹងទៅនិយាយទៅជនជាតិគេដេកចិត្តដេកហាថ្ងៃហាអីចឹងណាបងប្អូនហ្នឹងហើយព្រោះនៅនេះក៏មានថ្ងៃបើកអីចឹងណាបងប្អូនហ្នឹងចឹងពេលមានបើកថ្ងៃគឺគេមកដេកនៅហាថ្ងៃចឹងទៅណាហើយបន្ទាប់មកខ្ញុំនាំសង្ហេងមកលេងកន្លែង playground គេបាទសង្ហេងឲ្យតាមានកន្លែងកូនក្មេងហ្នឹងគឺរត់មកមុនហ្មងអត់ចាំណាទេគឺរត់មកលេងតែហ្មងហើយបន្ទាប់មកនេះទូកក្តោងគេបងប្អូនហ្នឹងហើយគេចូលចតវិញហើយគេបន្ទាប់គេជិះហើយគេចូលចតវិញហើយគេបិទក្តោងហើយហ្នឹងហើយប្លែកភ្នែកដែរបងប្អូនហ្នឹងហើយបានមកស្គាល់ម្ដងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយអរគុណច្រើន